មនុស្សខ្លាំងមិនមែនជាមនុស្សដែលគ្មានចំណុចខ្សោយទេផ្ទុយទៅវិញកាលណាពួកគេកាន់តែខ្លាំងចំណុចខ្សោយរបស់ពួកគេគឺកាន់តែធំហើយពួកគេរឹតតែខំលាក់បាំងវាទុកយ៉ាងជិតបំផុតអាកំបាំងរបស់អ្នកមានអំណាចគឺនៅត្រង់ថាពួកគេមិនដែលប្រើកម្លាំងបាយបុកទម្លុះទ្វារមុខនោះទេព្រោះវាហត់និងធ្វើឲ្យមានហានិភ័យខ្ពស់ផ្ទុយទៅវិញពួកគេនឹងចំណាយពេលសង្កេតរកមើលស្នាមប្រេះតូចមួយឬស្វែងរកវិសមួយដែលធ្វើឲ្យរលុងនៅពេលដែលពួកគេបានរកឃើញហើយគេគ្រាន់តែយកមេដៃទៅសង្កត់ឬយកកូនសោទៅមូលតិចៗនោះសត្រូវដ៏ធំសម្បើមនិងដួលរលំឬក៏ប្រែមកជាស្ដាប់បង្គាប់អ្នកដូចជាកូនឆ្កែចំណុចខ្សោយទាំងនោះអាចជាភាពអត់ឃ្លានការសរសើរភាពភ័យខ្លាចបរាជ័យឬសូម្បីតែរឿងអាស្រូវផ្លូវភេទនេះគឺជាខ្លឹមសារនៃច្បាប់ទី43 Discover each man's some screw ដែលមានន័យថាស្វែងរកចំណុចខ្សោយរបស់មនុស្សម្នាក់ៗថ្ងៃនេះយើងនឹងទៅស្វែងយល់ពីរបៀបរកវិសនោះឲ្យឃើញដើម្បីគ្រប់គ្រងស្ថានភាពដើម្បីយល់ឲ្យកាន់តែច្បាស់ថាការរកកន្លែងមូលនេះមានប្រសិទ្ធភាពកម្រិតណាយើងត្រូវក៏លេចមើលទៅកាន់ប្រទេសបារាំងក្នុងសតវត្សទី17នៅពេលនោះមានបុរសម្នាក់ឈ្មោះ Cardinal Richelieu គាត់មិនមែនជាស្ដេចទេប៉ុន្តែគាត់គឺជាអ្នកដែលមានអំណាចពិតប្រាកដនៅពីក្រោយរាជបល្ល័ង្កតើគាត់អាចធ្វើបានដោយរបៀបណាគាត់មិនបានប្រើកងទ័ពដើម្បីដណ្ដើមអំណាចទេប៉ុន្តែគាត់បានប្រើចិត្តវិទ្យាដើម្បីគ្រប់គ្រងមនុស្សពីរនាក់ដែលសំខាន់បំផុតក្នុងប្រទេសគឺព្រះមហាក្សត្រី Maria de Medici និងព្រះរាជបុត្ររបស់នាង King Louis ទី13 Richelieu បានសង្កេតឃើញយ៉ាងច្បាស់ថាព្រះមហាក្សត្រី Maria ទោះបីជាមានអំណាចនិងកាយសាហាវយ៉ាងណាក៏ដោយតែធាតុពិតនៅក្នុងចិត្តរបស់នាងគឺខ្វះភាពកក់ក្ដៅនិងត្រូវការយកចិត្តទុកដាក់ពីបុរសនេះហើយគឺជាវិសរបស់នាង Richelieu បានចូលទៅចិត្តនាងមិនមែនក្នុងនាមជាអ្នកនយោបាយទេប៉ុន្តែក្នុងនាមជាអ្នកដែលចេះសរសើរចេះយកចិត្តនិងធ្វើឲ្យនាងមានអារម្មណ៍ថាខ្លួនឯងស្រស់ស្អាតនិងសំខាន់គាត់បានមូលវិសរបស់នាងរហូតដល់នាងទុកចិត្តគាត់ស្លាប់រស់និងបានតែងតាំងគាត់ឲ្យក្លាយជាលេខាផ្ទាល់ខ្លួនផងដែរប៉ុន្តែ Richelieu មិនយល់ព្រមនឹងនាងឡើយគាត់បានដឹងយ៉ាងច្បាស់ថាអំណាចពិតប្រាកដនឹងធ្លាក់ទៅលើកូនប្រុសរបស់នាងគឺស្ដេច Louis ទី13នៅថ្ងៃណាមួយជាមិនខានដូច្នេះគាត់ក៏បានចាប់ផ្ដើមសិក្សាពីរបៀបមូលវិសរបស់ស្ដេចក្មេងនេះម្ដងស្ដេច Louis ទី13គឺជាមនុស្សដែលខ្វះទំនុកចិត្តលើខ្លួនឯងនិងមានអារម្មណ៍ថាខ្លួនឯងនៅតែជាកូនក្មេងតែត្រូវការឪពុកឬអ្នកដឹកនាំដែលរឹងមាំមកជួយសម្រេចចិត្ត Richelieu បានបដូរយុទ្ធសាស្ត្រភ្លាមគាត់លែងធ្វើជាមនុស្សដែលផ្អែមល្ហែមដោយពេលនៅជាមួយព្រះមហាក្សត្រីទៀតហើយប៉ុន្តែគាត់បានប្រែក្លាយខ្លួនទៅជាអ្នកដឹកនាំដ៏តឹងរឹងនិងរឹងមាំសម្រាប់ស្ដេចវិញគាត់តែងតែរុញស្ដេចឲ្យធ្វើរឿងធំៗនិងប្រថុយប្រថានដើម្បីឲ្យស្ដេចមានអារម្មណ៍ភ័យខ្លាចហើយរត់មករកគាត់ដើម្បីសុំជំនួយនៅពេលដែលស្ដេចជួបបញ្ហា Richelieu គឺអ្នកចេញមកដោះស្រាយយូរទៅស្ដេច Louis ទី13បានក្លាយជាមនុស្សដែលញៀននឹងវត្តមានរបស់ Richelieu រហូតដល់ខ្លួនមិនរួច Richelieu បានរកឃើញវិសនៃភាពទន់ខ្សោយរបស់ស្ដេចហើយគាត់បានមូលវាយ៉ាងណែនរហូតដល់គាត់អាចគ្រប់គ្រងប្រទេសបារាំងទាំងមូលបានយ៉ាងងាយស្រួលរឿងរ៉ាវរបស់ Richelieu គឺជាសិល្បៈបុរាណដែលមនុស្សក្នុងបច្ចុប្បន្នកាលនៅតែអាចយកមកប្រើប្រាស់បានយ៉ាងមានប្រសិទ្ធភាពនៅសម័យបច្ចុប្បន្នល្បែងនេះកាន់តែសាហាវនិងស៊ីជម្រៅជាងមុនទៅទៀតយើងមិនចាំបាច់មើលទៅណាឆ្ងាយទេគ្រាន់តែមើលទៅកាន់សេតវិមានសហរដ្ឋអាមេរិកក្នុងសតវត្សឆ្នាំ1960យើងនឹងឃើញកំពូលអ្នកមូលវិសម្នាក់ទៀតនោះគឺប្រធានាធិបតី Lyndon B Johnson ដែលហៅកាត់ថា LBJ LBJ មិនមែនជាបរិសង្ហាដូច Kennedy ទេហើយក៏មិនមែនជាអ្នកនិយាយសន្ទរកថាដ៏ពិរោះដែរប៉ុន្តែគាត់មានអាវុធសម្ងាត់មួយដែលគេហៅថា The Johnson Treatment មុននឹងគាត់ជួបជាមួយនឹងសមាជិកប្រសិទ្ធភាពឬអ្នកនយោបាយណាម្នាក់ដើម្បីសុំការគាំទ្រគាត់តែងតែធ្វើកិច្ចការផ្ទះយ៉ាងលម្អិតគាត់មិនមែនគ្រាន់តែចង់ដឹងថាគេឈ្មោះអ្វីប៉ុណ្ណោះទេតែគាត់ចង់ដឹងថាតើបុរសម្នាក់នេះខ្លាចអ្វីបំផុតតើគាត់ស្រេកឃ្លានអ្វីបំផុតតើគាត់មានសេចកំណាននៅឯណាតើគាត់ចង់បានមុខមាត់ឬចង់បានលុយមានពេលមួយគាត់ត្រូវការសម្លេងឆ្នោតពីសមាជិកប្រសិទ្ធភាពដ៏មានឥទ្ធិពលម្នាក់ដែលពិបាកនិយាយគ្នាណាស់ LBJ បានរកឃើញថាបរិសម្នាក់នេះមានវិសមួយគឺគាត់ចង់ឲ្យគេចងចាំគាត់ថាគាត់ជាអ្នកស្នេហាជាតិនិងជាអ្នកកសាងប្រវត្តិសាស្ត្របរិសម្នាក់នោះគាត់មិនខ្វល់ពីរឿងលុយទេគាត់ខ្វល់តែពីរឿងឈ្មោះរបស់គាត់ដែលមានចារនៅក្នុងសៀវភៅប្រវត្តិសាស្ត្រ LBJ បានប្រើចំណុចខ្សោយនេះយកមកវាយលោកភ្លាមគាត់មិនបានស្នើសុំជំនួយទេប៉ុន្តែគាត់បានដើរចូលទៅជិតបរិសម្នាក់នោះដោយដាក់មុខជិតគ្នាហើយនិយាយដោយសម្លេងធ្ងន់ធ្ងរថាលោកគឺជាមនុស្សតែម្នាក់គត់ដែលអាចជួយសង្គ្រោះអាមេរិកនៅក្នុងពេលនេះបើលោកមិនជួយក្មេងជំនាន់ក្រោយនឹងភ្លេចឈ្មោះរបស់លោកតែបើលោកជួយឈ្មោះរបស់លោកនឹងស្ថិតនៅលើជញ្ជាំងសារប្រវត្តិសាស្ត្រជារៀងរហូតពាក្យសម្ដីនេះបានមួយចង់ចំណុចខ្សោយបំផុតរបស់បរិសម្នាក់នោះធ្វើឲ្យគាត់រលាយដោយក្រុមហ៊ុនត្រូវភ្លើងហើយក៏យកព្រមធ្វើតាមគ្រប់បែបយ៉ាងដែល LBJ ចង់បានLBJ មិនបានឈ្នះដោយសារហេតុផលផ្លូវច្បាប់ទេគាត់បានឈ្នះដោយសារតែគាត់រកឃើញវិសរបស់ដៃគូឧទាហរណ៍ទាំងពីរនេះបានបង្ហាញយ៉ាងច្បាស់ថាមិនថាជាអ្នកនយោបាយបារាំងសម័យបុរាណឬប្រធានាធិបតីសម័យទំនើបពួកគេសុទ្ធតែបានប្រើប្រាស់ចំណុចខ្សោយរបស់ដៃគូដែលគេព្យាយាមលាក់បាំងដើម្បីមកគ្រប់គ្រងមនុស្សឥឡូវនេះយើងនឹងមកវះកាត់ចិត្តសាស្ត្រមនុស្សដើម្បីឲ្យក្លាយជាគ្រូពេទ្យវះកាត់ដែលចេះរកសរសៃញាក់របស់អ្នកជំងឺឲ្យបានចំ
ហេតុអ្វីបានជាយុទ្ធសាស្ត្ររបស់ Richelieu និង LBJ មានប្រសិទ្ធភាពខ្លាំងម្ល៉េះចម្លើយគឺស្ថិតនៅលើធម្មជាតិរបស់មនុស្សយើងម្នាក់ៗប្រៀបដូចជាប្រាសាទបុរាណមួយដែលមានកំពែងការពារយ៉ាងរឹងមាំយើងសាងសង់កំពែងនេះឡើងគឺដើម្បីការពារខ្លួនឯងពីការឈឺចាប់និងការវាយប្រហារពីអ្នកដទៃបើអ្នកព្យាយាមបុកទម្លុះកំពែងនេះអ្នកនឹងជួបតែការតស៊ូនិងការប្រឆាំងយ៉ាងខ្លាំងប៉ុន្តែច្បាប់នៃធម្មជាតិបានចែងថាគ្មានកំពែងណាមួយដែលគ្មានចន្លោះប្រហោងនោះទេវាតែងតែមានទ្វារសម្ងាត់ឬឥដ្ឋមួយដុំដែលរលុងដែលម្ចាស់ប្រាសាទព្យាយាមលាក់បាំងអ្នកចិត្តសាស្ត្រដ៏ល្បីល្បាញឈ្មោះ Sigmund Freud បានពោលថាគ្មាននរណាម្នាក់អាចរក្សាអាកំបាំងបានទេបើមាត់របស់គេបិទជិតព្រាមដៃរបស់គេនឹងនិយាយជំនួសការប៉ັດនឹងហូរចេញមកតាមរន្ធញើសរបស់គេមិនមែនបង្ហាញតាមរយៈពាក្យសម្ដីធំដុំនោះទេតែវាបង្ហាញតាមរយៈកាយវិការតូចតាចដែលគ្មានអ្នកនឹកស្មានដល់មនុស្សដែលចូលចិត្តអួតអាងពីភាពក្លាហានរបស់ខ្លួនតាមពិតទៅគឺជាមនុស្សដែលកំសាបំផុតនៅខាងក្នុងហើយពួកគេព្យាយាមអួតគឺដើម្បីបិទបាំងភាពភ័យខ្លាចរបស់ពួកគេមនុស្សដែលចូលចិត្តធ្វើខ្លួនឲ្យជាមនុស្សមើលម៉ាត់កាចសាហាវតាមពិតទៅគឺជាមនុស្សដែលខ្វះភាពកក់ក្ដៅនិងចង់បានការស្រឡាញ់ដូចជាកូនក្មេងបើអ្នកមើលធ្លុះដល់ចំណុចនេះអ្នកនឹងលែងខ្លាចសម្បកក្រៅរបស់ពួកគេទៀតហើយអាកំបាំងសំខាន់បំផុតគឺការស្វែងរកចន្លោះខ្វះខាតនៅក្នុងចិត្តរបស់ពួកគេមនុស្សគ្រប់រូបសុទ្ធតែមានរន្ធប្រហោងនៅក្នុងបេះដូងដែលមិនទាន់ពេញមនុស្សខ្លះខ្វះការទទួលស្គាល់ខ្លះទៀតខ្វះក្តីស្រឡាញ់ឬខ្វះភាពសប្បាយរីករាយនៅពេលដែលអ្នករកឃើញចន្លោះប្រហោងហើយអ្នកត្រូវតែចេះប្រែខ្លួនជាអ្នកបំពេញចន្លោះប្រហោងរបស់គេវិញបើគេខ្វះការសរសើរអ្នកត្រូវតែជាមនុស្សដែលសរសើរគេឲ្យដល់ឋានសួគ៌បើគេខ្វះទំនុកចិត្តអ្នកត្រូវតែជាមនុស្សដែលនៅក្បែរគេដើម្បីផ្ដល់កម្លាំងចិត្តនៅពេលដែលអ្នកអាចបំពេញចន្លោះប្រហោងនៃការខ្វះខាតនោះបានពួកគេនឹងក្លាយជាទេសកលរបស់អ្នកដោយស្ម័គ្រចិត្តព្រោះពួកគេមិនអាចរស់នៅដោយគ្មានថ្នាំដែលអ្នកផ្ដល់ឲ្យនោះទេនេះមិនមែនជាការលក់ខ្លួនទេប៉ុន្តែវាគឺជាការគ្រប់គ្រងស្ថានភាពទោះបីជាការចាក់ជាមួយនឹងចំណុចខ្សោយរបស់គេមានប្រសិទ្ធភាពខ្លាំងយ៉ាងណាក៏ដោយប៉ុន្តែវាក៏ប្រៀបដូចជាការលេងជាមួយនឹងគ្រាប់បែកដែរចំណុចខ្សោយខ្លះគឺជាចំណុចដែលផ្ទុះខ្លាំងបើអ្នកសង្កត់ធ្ងន់ពេកឬធ្វើឲ្យគេមានអារម្មណ៍ថាអ្នកកំពុងតែមើលងាយភាពទន់ខ្សោយរបស់គេអាចនឹងផ្ទុះកំហឹងមកលើអ្នកវិញយ៉ាងសាហាវបំផុតត្រូវចាំថាអ្នកកំពុងតែចង់បានអំណាចមិនមែនចង់បានសត្រូវទេគោលដៅរបស់យើងគឺធ្វើឲ្យគេដើរតាមយើងមិនមែនធ្វើឲ្យគេស្អប់យើងឡើយដូច្នេះនៅពេលដែលរកឃើញចំណុចខ្សោយហើយត្រូវតែប្រើដោយប្រុងប្រយ័ត្ននិងទន់ភ្លន់បំផុតកុំឲ្យគេដឹងថាគេកំពុងតែត្រូវបានអ្នកបញ្ជាសិល្បៈនៃការមូលវិគឺអ្នកត្រូវតែមូលដោយទឹកមុខញញឹមយើងបានសិក្សាពីទ្រឹស្ដីដ៏ល្អក្នុងច្បាប់ទី43នេះហើយឥឡូវនេះយើងនឹងទៅមើលពីរបៀបពីការយកវាមកអនុវត្តក្នុងជីវិតជាក់ស្ដែងរបស់យើងវិញម្ដងថាតើយើងអាចប្រើច្បាប់នេះយ៉ាងដូចម្ដេចនៅក្នុងបរិបទស្រុកខ្មែររបស់យើងតើអ្នកអាចក្លាយជាស្ដេចក្នុងពិភពជំនួញការងារឬស្នេហាដោយគ្រាន់តែមូលវិបានយ៉ាងដូចម្ដេចនៅក្នុងសង្គមខ្មែរយើងគឺសម្បូរទៅដោយមនុស្សដែលស្រឡាញ់មុខមាត់និងកិត្តិយសជាធំនេះគឺជាកន្លែងដែលពោរពេញទៅដោយវិសដែលរងចាំឲ្យអ្នកទៅមូលមនុស្សភាគច្រើនខ្វល់ពីរឿងអ្នកដទៃដែលគិតមកលើខ្លួនឯងខ្លាំងជ្រុលហើយនេះគឺជាចំណុចខ្សោយដ៏ធំបំផុតដែលយើងងាយនឹងសង្កេតឃើញនេះគឺជាយុទ្ធសាស្ត្រ360ដឺក្រេសម្រាប់យកទៅអនុវត្តក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកចំណុចទី1នៅកន្លែងធ្វើការងាររបៀបនៃការគ្រប់គ្រងមេនិងមិត្តរួមការងារចំពោះអ្នកដែលមានមេពិបាកនិយាយគ្នាឬមិត្តរួមការងារដែលចូលចិត្តចាក់រុកកុំប្រឆាំងតបតនឹងពួកគេអីចូលចំណាយពេលរបស់អ្នកដើម្បីសង្កេតរកមើលវិសរបស់ពួកគេវិញតើមេរបស់អ្នកជាមនុស្សចូលចិត្តអួតអាងមែនទេបើអញ្ចឹងមែននោះវិសរបស់គាត់គឺការសរសើរនៅក្នុងម៉ោងប្រជុំក្នុងលក្ខខណ្ឌសមស្របចូលសរសើរគាត់ចំពោះមុខគេឯងធ្វើឲ្យគាត់មានអារម្មណ៍ថាគាត់ពិតជាមនុស្សដែលខ្លាំងពូកែមែននោះមេរបស់អ្នកនឹងការពារអ្នកវិញព្រោះអ្នកគឺជាប្រភពរីករាយរបស់គាត់តើមិត្តរួមការងាររបស់អ្នកជាមនុស្សដែលខ្លាចគេមើលងាយមែនទេបើអញ្ចឹងមែននោះកុំធ្វើឲ្យគេអាម៉ាស់មុខផ្ដល់កិត្តិយសឲ្យគេបន្តិចគេនឹងឈប់រករឿងអ្នកហើយពួកគេអាចនឹងខ្លាចជាសម្ព័ន្ធមិត្តរបស់អ្នកវិញក៏ថាបានចំណុចទី2ក្នុងវិស័យជំនួញនិងការចរចាកុំលក់ផលិតផលលក់ដំណោះស្រាយវិញឧទាហរណ៍ជាក់ស្ដែងបើអ្នកចង់លក់ដីឲ្យអ្នកមានចរិតរឹងរូសកុំព្យាយាមប្រាប់គាត់ថាដីរបស់អ្នកល្អយ៉ាងណាខ្លះប៉ុន្តែអ្នកត្រូវសួរគាត់វិញថាតើគាត់ខ្លាចអ្វីប្រសិនបើគាត់ខ្លាចកូនចៅលំបាកនៅថ្ងៃក្រោយវិរបស់គាត់គឺអនាគតគ្រួសារចូលប្រាប់គាត់ថាដីនេះនឹងក្លាយជាកេរដំណែលដ៏មានតម្លៃសម្រាប់កូនចៅរបស់គាត់ប៉ុន្តែប្រសិនបើគាត់ជាមនុស្សដែលចង់បានមុខមាត់វិរបស់គាត់គឺកិត្តិយសចូលប្រាប់គាត់ថាការទិញដីនេះនឹងធ្វើឲ្យគេមើលឃើញថាគាត់គឺជាអ្នកវិនិយោគឆ្លាតវៃរកឲ្យឃើញនៅអ្វីដែលគាត់ស្រែកឃ្លានហើយចាប់ផ្ដើមមូលវិរបស់គាត់ចំណុចទី3ក្នុងរឿងស្នេហានិងគ្រួសារការយល់ចិត្តគឺជាអំណាចចំនួនក្នុងគ្រួសារភាគច្រើនគឺការឡើងដោយសារតែយើងព្យាយាមយកឈ្នះដោយប្រាហេតុផលប៉ុន្តែហេតុផលមិនអាចយកឈ្នះអារម្មណ៍បានឡើយចូលរកឲ្យឃើញចំណុចខ្វះខាតរបស់ដៃគូអ្នកតើប្រពន្ធរបស់អ្នកចូលចិត្តរអ៊ូរទាំមែនទេប្រហែលជានាងមិនមែនចង់រករឿងទេតែនាងអាចនឹងមានអារម្មណ៍ថាអ្នកមិនចង់ស្ដាប់ឬមិនឲ្យតម្លៃនាងវិសរបស់គាត់គឺការយកចិត្តទុកដាក់គ្រាន់តែអ្នកចំណាយពេលស្ដាប់ប្រពន្ធរបស់អ្នកដោយមិនតបតហើយអោបគាត់នោះបញ្ហានឹងរលាយបាត់ចំណុចទី4ការទប់ទល់នឹងសត្រូវចូលកុំប្រើកម្លាំងបាយជាមួយនឹងសត្រូវដែលខ្លាំងជាងអ្នក
អ្នកត្រូវរកមើលចំណុចខ្សោយដែលគេបានលាក់បាំងតើគេមានរឿងអាស្រូវអ្វីខ្លះតើគេមានចំណុចខ្សោយរឿងស្រីឬរឿងល្បែងទេអ្នកមិនចាំបាច់យកវាទៅផ្សព្វផ្សាយទេគ្រាន់តែឲ្យគេដឹងថាអ្នកបានដឹងគឺគ្រប់គ្រាន់ហើយការដឹងពីអាកំបាំងរបស់គេគឺជាអំណាចដែលធ្វើឲ្យគេខ្លាចរអាដោយមិនចាំបាច់អ្នកធ្វើអ្វីទាំងអស់ច្បាប់ទី43នេះមិនមែនគ្រាន់តែជាល្បិចកលទេតែវាគឺជាការផ្លាស់ប្ដូររបៀបដែលអ្នកមើលឃើញពិភពលោកសូមឈប់ធ្វើជាគោរត់បុកជញ្ជាំងដែលប្រើតែកម្លាំងបាយហើយរៀនធ្វើជាអ្នកកាន់កូនសោនៃចិត្តវិទ្យាវិញម្ដងនៅពេលដែលអ្នករកឃើញចំណុចខ្សោយរបស់នរណាម្នាក់អ្នកមិនចាំបាច់ប្រើអំពើហិង្សាទេអ្នកគ្រាន់តែប្រើការយល់ដឹងគឺអ្នកអាចគ្រប់គ្រងគេបានហើយចូលចងចាំថាកាំបិតដ៏មុតស្រួចអាចប្រើដើម្បីចិត្តផ្លែឈើឬដើម្បីធ្វើឃាតបានអំណាចនៅក្នុងដៃរបស់អ្នកក៏ដូចគ្នាដែរចូលប្រើវាដើម្បីការពារខ្លួនឬការពារមនុស្សដែលអ្នកស្រឡាញ់សំណួរសម្រាប់អ្នកនៅថ្ងៃនេះសាកគិតមើលមនុស្សម្នាក់ដែលកំពុងធ្វើឲ្យអ្នកឈឺក្បាលបំផុតនៅពេលនេះតើពួកគេកំពុងតែខ្លាចអ្វីពិតប្រាកដនៅពីក្រោយអត្តចរិតរឹងរូសរបស់ពួកគេប្រសិនបើអ្នកចង់ខ្លាចជាអ្នកដឹកនាំជីវិតខ្លួនឯងកុំភ្លេចចុច Subscribe និងរូបកណ្ដឹងដើម្បីកុំឲ្យរំលងមេរៀនចិត្តវិទ្យាបន្ទាប់